បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំបាទបានមកចែករំលែកពីដើមផ្កាម៉ោង10បងប្អូនណាយកមកធ្វើថ្នាំព្យាបាលជំងឺទី1ក្រំក្នុងឬហៅថាបុកត្រូវចំកន្លែងណាដែលខ្លួនយើងក្រំណាបងប្អូនណាទី2ហើមចំអត់មូលហេតុហើមណាបងប្អូនទី3ក្អកធ្លាក់ឈាមទី4ដំបៅក្រពះទី5ស្ត្រីរលាក់ស្បួនរ៉ាំរ៉ៃយូរឆ្នាំអត់បាត់តើផ្កាម៉ោង10ខ្ញុំធានាតែ5ថ្ងៃគឺជាហើយវិធីប្រើថ្នាំវិញម្ដងយកដើមរបស់ផ្កាម៉ោង10ចំនួន30ក្រាមស្រស់បន្ទាប់មកយកទៅលាងសម្អាតទឹកឲ្យបានស្អាតត្រឹមត្រូវរួចយកទៅបុកឲ្យមាត់លាយជាមួយស្រាសមួយកូនពេងតូចណាបងប្អូនរួចពូតច្រោះយកតែទឹករបស់វាទេរួចយកទៅទទួលទានទៅមួយថ្ងៃទទួលទានតែមួយដងទេណាបងប្អូនណាចង់ទទួលទានម៉ោងណាក៏បានដែរព្យាយាមទទួលទានចាប់ពី5ទៅ7ថ្ងៃអាការៈជំងឺដែលខ្ញុំរៀបរាប់នៅខាងលើគឺបានជាតែម្ដងបងប្អូនមិននឹកស្មានថាផ្កាម៉ោង10ពូកែស័ក្តិសិទ្ធិដល់ម្លឹងសោះបងប្អូនណា